មេគុកស្ទឹងត្រែងផ្អាកការងារហើយទី2លោកអគ្គនាយកថ្នាក់លេខ2ផាន់រចនាអត្តលេខ1779ប្រធានការិយាល័យប្រតិបត្តិដកចោលទី3លោកអគ្គនាយកថ្នាក់លេខ1ងួនរតនៈអត្តលេខ2390អនុប្រធានការិយាល័យប្រតិបត្តិដកចោលទី4លោកអគ្គនាយកថ្នាក់លេខ1ពុំរតនៈអត្តលេខ2578ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំប្រឈរជើង4នាក់បាទនៅឡើយមេគុកខេត្តព្រះអរគុណបងប្អូនឥឡូវនេះមេគុកនៅខាងស្ទឹងត្រែងត្រូវបានអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាទគឺអាដាមអភិសន្តិបណ្ឌិតសសុខាលោកសម្រេចបាទចេញសេចក្តីប្រកាសព័ត៌មានបាទគឺផ្អាកមេគុកខេត្តស្ទឹងត្រែងជាបណ្ដោះអាសន្នឲ្យឈរជើងបាទនៅមួយកន្លែងសិនត្រឹងសិនបាទអញ្ចឹងមូលហេតុអ្វីបាទយ៉ាងរសើបនៅពីក្រោយដែលបណ្ដាលឲ្យបាទក្រសួងមហាផ្ទៃសម្រេចផ្អាកមេគុកស្ទឹងត្រែងយ៉ាងដូចនេះបងប្អូនប្រកាសជាដឹងខ្លះហើយមែនទេអូបាទថ្ងៃនេះខ្ញុំឮព័ត៌មាននេះហើយគឺខ្ញុំសប្បាយចិត្តមែនទែនបាទមិនមែនសប្បាយនឹងរឿងគេកើតទុកដោយសារមេដកតណៃនេះគឺសប្បាយដោយសារដកមន្ត្រីខូចដកមន្ត្រីពុករលួយចេញពីគេថាចេញពីស្ថាប័នមួយបានណាគេថាជាសាច់ស្អុយឲ្យអស់បានជំរុះឲ្យអស់បាទអញ្ចឹងគឺគ្រប់ត្រូលបាទសូមគ្រប់ត្រូលចំណាត់ការរបស់អាដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលលោកមានគេហៅថាការគិតយ៉ាងល្អិតល្អន់បាននៅចំណុចនេះចេញស្ដីប្រកាសព័ត៌មានសម្រាប់ផ្អាកនៅមន្ត្រីគុកខាងខេត្តស្ទឹងត្រែងនេះបាទសរុបគឺមិនម្នាក់ទេគឺ4នាក់ឯណោះបាទ4នាក់ហើយមូលហេតុនៅពីក្រោយយ៉ាងរសើបជាទីបំផុតបាទគឺយកលុយជាធ្នូឲ្យអ្នកទោសប្រើទូរស័ព្ទលេងយ៉ាងអនាធិបតេយ្យហេណែអាហ្នឹងគឺជាបាទចំណុចរសើបខ្លាំងបាទដែលខ្ញុំបានឮបាទពីបងប្អូននៅខាងនោះបាទតែគាត់បានផ្ញើសារមកណាអូកើតលេងឲ្យអ្នកទោសប្រើទូរស័ព្ទហើយមិនមកគ្រឿងបាទមិនមែន2គ្រឿងហើយក៏មិនមែន3គ្រឿងដែរដឹងបានអត់30គ្រឿងបងប្អូន30គ្រឿងឡើងឯនោះណាមិនតិចទេអញ្ចឹងគឺថាយកលុយជាធ្នូឲ្យអ្នកទោសប្រើទូរស័ព្ទបើនិយាយទៅច្បាប់គេមានតាឲ្យប្រើទូរស័ព្ទប៉ុន្តែគឺលក្ខណៈតាក់ទងបាទដើម្បីឲ្យតាក់ទងសាច់ញាតិសួរសុខទុក្ខមកគ្រាមកកាលតែនេះមែនណាហើយទូរស័ព្ទសិស្សរីតនើបទៀតដែលលេងនោះដេកចំខែងបាទកងតាក់ខ្លាលេងនៅក្នុងគុកណែហើយដូចពាក្យគេតែងតែនិយាយលេងណាបាទគេតែងតែនិយាយលេងពីដើមបងប្អូនជាប់គុកមុខមិនអាប់បាយស៊ីស្រាប់អាចគេសែងហេអាមកទៀតព្រលឹមឡើងដេកចំខែងអីគេដេកចំតែងដាប់រ៉ាឌីយ៉ូព្រឹកឡើងស្រែកតហូពី3ក្តោគោដូចជាការហាត់ប្រាណនេះមែនបាទនេះមែនដេកចំខែងស្ដាប់រ៉ាឌីយ៉ូទេគឺដេកចំខែងលេងទូរស័ព្ទបាទដោយសារតែមេគុកអនុញ្ញាតបាទមេគុកយកលុយហើយបាទឥឡូវនេះក្នុងមុខអីបាទយកហើយឥឡូវអាដាមសសុខាលោកដកអីអត់ទុកទៀតទេហើយអូគ្រប់ត្រូលមែនតើបាទខ្ញុំគ្រប់ត្រូលកុំទុកបាទអញ្ចឹងគឺអរគុណមែនតើទៅដល់នោះអាដាមសសុខាដែលលោកបានគិតគូរពិចារណាយ៉ាងល្អិតល្អន់បាទចឹងនេះគឺជាករណីមួយបាទដែលយើងចាត់ទុកថាជាជោគជ័យមួយបាទសម្រាប់រាជខ្មែរដែលមានសំណាងបាទគឺថាបានឃើញលទ្ធផលដែល
រដ្ឋមន្ត្រីលោកបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់បាទដកមន្ត្រីខូចចោលកុំទុកមន្ត្រីល្អឲ្យបម្រើការងារជូនរាជជូនពលរដ្ឋបាទនេះអូខ្ញុំភ្លេចឈ្មោះភ្លេចប្រាប់ឈ្មោះនេះ4នាក់បងប្អូន4នាក់បាទមន្ត្រីគុកដែលអាដាមសសុខាលោកបានសម្រេចចេញសេចក្តីប្រកាសព័ត៌មានផ្អាកហ្នឹងបាទទី1ហ្នឹងគឺលោកឧត្តមអាគានុរៈថ្នាក់លេខ2បាទឈ្មោះលឹមវាសនាបាទអត្តលេខ26 87ប្រធានគុកស្ទឹងត្រែងទី2លោកអាគានុរៈថ្នាក់លេខ2ផាន់រចនាអត្តលេខ1779ប្រធានការិយាល័យប្រតិបត្តិដកចោលទី3លោកអាគានុរៈថ្នាក់លេខ1ងួនរតនៈអត្តលេខ2390អនុប្រធានការិយាល័យប្រតិបត្តិដកចោលទី4លោកអាគានុរៈថ្នាក់លេខ1ពុំរតនៈអត្តលេខ2578ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំប្រឈរជើង4នាក់បាទ4នាក់ទៅអស់ហើយអត់នៅទេទៅអស់ហើយបាយ goodbye good luck ជួបគ្នាថ្ងៃក្រោយបាទអូយបាទមិនសប្បាយចិត្តរឿងមេប្រឈប់ការងារអីទេបងប្អូនហើយតែសប្បាយចិត្តបាទក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដែលឃើញការចំណាត់ការយ៉ាងល្អបាទពីឧបនាយករដ្ឋមន្ត្រីដែលលោកបាទពោពេញទៅដោយបាទគតិបណ្ឌិតខ្ពស់មែនទែនចំពោះចំណាត់ការមួយនេះសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនមែនតែខេត្តស្ទឹងត្រែងទេបាទអញ្ចឹងនៅខេត្តផ្សេងទៀតត្រៀមនៅខាងខេត្តព្រះវិហារត្រៀមបាទយ៉ាមានគេតេមកបណ្ដោយបាទមិនមានគុកតេមកទេបាទអរគុណច្រើនបាទអញ្ចឹងយើងជួបគ្នាប៉ុណ្ណេះចោះបាទជម្រាបលា